នហនបណ្ដាទៀតថៃទៀតហើយឆ្នាំ2026នេះតែនឹងឆ្នាំមមីធៀបភ្លើងគ្រូទីល្បីដែលមានងារហៅថាយមរាជចាំខ្សឹបប្រមេប្រទេសថៃឲ្យប្រយ័ត្ននិងត្រៀមខ្លួនទប់ទល់8ចំណុចដែលនឹងមានគ្រោះធម្មជាតិកាន់តែខ្លាំងនិងធ្ងន់ធ្ងរភ្លើងផងទឹកផងមិនដឹងຕົកជាប់ឬអត់ទេពិសេសភាគខាងត្បូងរងគ្រោះទឹកជំនន់លើពីឆ្នាំមុនទ្វេដងគ្រូទីផ្លៃបើក្បួនព្យាករឆ្នាំ2026ប្រមាណមើលឃើញហេតុការណ៍អាក្រក់តម្រូវឲ្យថៃត្រូវប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលនឹកស្មានមិនដល់ជាច្រើនយោងតាមកិច្ចសម្ភាសរបស់គ្រូទីផ្លៃជាមួយនឹងសារព័ត៌មានថៃចំនួន2គឺផាយថៃមូនិងថៃ News Online អំពីអ្វីដែលគ្រូទីរូបនេះចង់ដាស់តឿនដល់ប្រជាជនថៃឲ្យប្រុងប្រយ័ត្នខ្លួនក្នុងឆ្នាំមមីធៀបភ្លើងឆ្នាំ2026នេះនិងដើម្បីត្រៀមខ្លួនទប់ទល់ជាមុនខាងក្រោមនេះគឺជាចំណុចទាំង8ដែលគ្រូទីរូបនេះរំលឹកនិងដាស់តឿនដល់ជនជាតិថៃ1គ្រោះថ្នាក់ដែលកើតឡើងភ្លាមៗឆ្នាំនេះត្រូវប្រយ័ត្នហេតុការណ៍ដែលកើតឡើងលឿនស្លេវជាពិសេសរបស់របរដែលប្រើប្រាស់មកយូរឬការងារដែលមិនទាន់ធ្វើរួចរាល់ហើយខូចខាតបង្កឲ្យមានសម្លេងផ្ទុះអ្នកដែលរស់នៅក្បែរទីប្រជុំជនដែលមានរោងចក្រហ្គាសរោងចក្រផលិតផាវកំជ្រួចឬអ្វីដែលពាក់ព័ន្ធនឹងការឆេះត្រូវប្រយ័ត្នការលេចធ្លាយឬការផ្ទុះឆេះត្រូវត្រួតពិនិត្យទីកន្លែងទាំងនោះឲ្យបានដិតដល់2កន្លែងកំសាន្តពេលរាត្រីឬកន្លែងដែលមានប្រព័ន្ធភ្លើងចាស់រិចរិលមិនបានត្រួតពិនិត្យស្តង់ដារឬខុសច្បាប់ត្រូវប្រយ័ត្នខ្លាំងបំផុតរឿងអគ្គិសនីសម្រាប់អ្នកនៅក្នុងប្រទេសថៃត្រូវប្រយ័ត្នបញ្ហាឆ្លងចរន្តអគ្គិសនីទុសខ្សែភ្លើង3បញ្ហាគ្រឿងចក្រលើផ្លូវថ្នល់និងមានហេតុការណ៍ដដែលទាក់ទងនឹងគ្រឿងចក្រស្ទូចនៅតំបន់ផ្លូវរាមាទី2ទាំងផ្នែកខាងលើនិងខាងក្រោមលើកនេះច្បាស់ណាស់ថាខាងលើគឺចាក់ពុកផុយចំណែកខាងក្រោមទើបប្រហោង4ហេតុការណ៍ចម្លែកដែលមិនគួរឲ្យជឿឆ្នាំនេះនឹងឃើញហេតុការណ៍ដែលនឹកស្មានមិនដល់ជាច្រើនដូចជាអ្វីដែលនៅខាងលើធ្លាក់មកបុកខាងក្រោមប្រផ្លាក់បុកផ្ទះប្រផ្លាក់បុកឡាននៅលើផ្លូវថ្នល់និងរឿងចម្លែកជាច្រើនទៀត5ធាតុអាកាសនិងការធ្វើដំណើរទឹកភ្លៀងនឹងមានច្រើនអ្វីដែលនៅក្រោមដីគួរជៀសវាងជាពិសេសរថភ្លើងក្រោមដីក្នុងរដូវវស្សាត្រូវប្រយ័ត្នខ្លាំងចំពោះការធ្វើដំណើរផ្លូវឆ្ងាយដោយប្រើរថយន្តស៊េរីចាស់ៗត្រូវពិនិត្យស្ថានភាពយានយន្តឲ្យបានល្អ6គ្រោះមហន្តរាយធម្មជាតិតំបន់ភាគខាងត្បូងនិងរងគ្រោះធ្ងន់អ្វីដែលគួរឲ្យសោកស្ដាយគឺមានតែខេត្តធំៗប៉ុណ្ណោះដែលទទួលបានជំនួយចំណែកខេត្តតូចៗដែលធ្លាប់លេចសស្រាក់សស្រាំកាលពីឆ្នាំមុនឆ្នាំនេះក៏នៅមិនទាន់ទទួលបានជំនួយដដែលកម្ពស់ទឹកអាចឡើងដល់1ម៉ែត្រទៅ1ម៉ែត្រកន្លះគួរត្រៀមទុករបស់របរសាច់ប្រាក់និងឯកសារសំខាន់ៗឲ្យបានខ្ពស់និងរកទីកន្លែងចតឡាននៅទីទួលខ្ពស់7ពេលវេលានៃគ្រោះទឹកជំនន់ទឹកនឹងចាប់ផ្ដើមមកតាំងពីកំឡុងពាក់កណ្ដាលឆ្នាំជាពិសេសតំបន់ភាគខាងត្បូង8តំបន់ភាគខាងជើងត្រូវប្រយ័ត្នការរំជួយដីទឹកជំនន់ភក់ទឹកព្រៃការរំជួយដីលើកនេះអាចនឹងបង្កឲ្យមានស្នាមប្រេះខុសពីលើកមុនស្ថិតនៅតំបន់ភាគខាងលើនៃប្រទេសចំណែកភាគកណ្ដាលមិនសូវអីទេគ្រាន់តែអាចទទួលដឹងពីកម្លាំងរំជួយដូចជាការឃើញចង្កៀងពីដានយល់ឬដាច់ចរន្តអគ្គិសនីជាដើមជាការកត់សម្គាល់នៅឆ្នាំ2026នេះអ្វីដែលត្រូវបានគ្រូទីរូបនេះរំលឹកដល់ប្រជាជនថៃគឺឲ្យផ្ដោតលើសុវត្ថិភាពអគ្គិសនីគ្រឿងចាក់ចាស់ៗនិងគ្រោះទឹកជំនន់ដ៏ធំនៅភាគខាងត្បូង